មិនដឹងថាគេជាមហាឃាតករស្អីទេយើងគ្រាន់តែដឹងថាគេជាប្តីកំហុសរបស់យើងតែប៉ុណ្ណោះបើសិនជាឲ្យយើងជ្រើសរើសម្ដងទៀតនោះយើងសុខចិត្តពីដើមមកមិនស្គាល់មនុស្សម្នាក់នេះទៅចោះខ្ញុំនិយាយយូរណាស់ហើយថាពីមុនណាតកែប្រកាសជាមានសងសាមណ្ឌលចិត្តម្នាក់គាត់ដាក់ទស្សនៈមួយនេះគឺដើម្បីរងចាំយើងមកវិញទេតកែស្រីម្នាក់ដែលលោករងចាំយើងដាក់ខាងលើឡើយនេះឆាប់ពិសាស្រាទៅអញ្ជើញទៅមហូបផ្លែមមនុស្សដែលទិញព្រមចារឲ្យខ្ញុំនោះបានសង្កត់លើខ្លួនរបស់ខ្ញុំមើលតែភ្នំមួយអញ្ចឹងខ្ញុំយំបន្ទាប់មកខ្ញុំឮសម្រែកវេទនារបស់មនុស្សទាំងប្រុសទាំងស្រីនៅខាងក្រោមខ្ញុំដឹងថាគាត់ហើយគេគាត់បានសម្លាប់មនុស្សដែលនៅក្នុងបនស្រីទាំងអស់ហើយសម្លាប់មនុស្សដែលទិញព្រមចាររបស់នាងរួចហើយរំដោះនាងចេញមកមែនទេមនុស្សអត់ស្លៀកខោមានមនុស្សអត់ស្លៀកខោលោកខ្ញុំដែរពេលដែលគាត់សម្លាប់យើងនោះឲ្យយើងឡើងមកលើត្រូវមនុស្សចាប់រំលឹកខ្ញុំរួចបាត់ទៅហើយយ៉ាងជឿញ៉ៃមែនក្នុងមួយជីវិតរបស់ខ្ញុំនេះខ្ញុំខឹងគាត់រហូតហេតុអីបានជាគាត់ត្រូវមកយឺតមួយជំហានយ៉ាងនេះទៅវិញមែនហើយណាយស្លៀកខោវិញទៅណាកុំឲ្យកូនទៀតរបស់អញត្រូវខ្ចង់ស្លៀកទៅអាយស្លៀកខោសិនទៅថាអត់ទេខ្ញុំកំដរគាត់ឆ្លងតាមស្រុកកាត់តាមភូមិសត្រូវរបស់គាត់ក៏ចេះតែដេញតាមដែរមក20នាក់គាត់សម្លាប់10គូមួយប្រពេចភ្នែកសម្លាប់អស់ទៅហើយឲ្យតែឃើញឈាមគឺគាត់មិនព្រមឈប់តតែសោះអើយឡើងហ៊ានហើយហើយក៏ហ៊ានទៀតដែរខ្ញុំជាមនុស្សកំហុសកំហុសចាំកាយហើយកុំប្រើកម្លាំងដៃធ្ងន់ពេកមែនណាជាព្រានអាយកកុំប្រើធ្ងន់ពេកតែហ៊ានអាយគ្រាន់តែលេងតាណែរបស់ខ្ញុំទៀតណានេះល្មមឈប់ហើយណាបើមិនចាំយ៉ាងសំខាន់ថាល្មមឈប់ហើយសំខាន់គាត់សម្លាប់រត់តែសាហាវទៅទៀតមនុស្សដែលគួរឲ្យស្លាប់នោះគួរសម្លាប់គាត់សម្លាប់ទាំងអស់មនុស្សក៏សម្លាប់ដេរឆានក៏សម្លាប់ឲ្យតែរបស់ចេះកម្រើកនឹងមកគាត់គឺគាត់សម្លាប់ទាំងអស់គាត់មិនអាចបំភ្លេចនៅទស្សនវិជ្ជាដែលជនប្រេងផ្សាយនោះសង្កត់មកលើខ្លួនខ្ញុំជានិច្ចគាត់ត្រូវតែសម្លាប់គាត់សម្លាប់មនុស្សដើម្បីរំសាយកំហឹងបានហើយឈប់យំទៅបានទេណែតែគួររបស់ឯងត្រូវមកឈើធ្វើរបួសហើយមែនទេកាលពី10ឆ្នាំមុននោះខ្ញុំមានផ្ទៃពោះជាមួយនឹងគាត់រួចហើយមកនៅជាមួយគាត់ដល់ទីនេះខ្ញុំឈឺពោះចិត្តឆ្លងទលេហើយខ្ញុំសម្រាប់កូនបណ្ដាចាប់ដៃគាត់បណ្ដាហើយនិយាយថាបើសិនជាលើលោកនេះមានផ្ទះសំណាក់សន្តិភាពមួយនោះគឺល្អយ៉ាងណាទៅឲ្យតែបានមកដល់ទីនេះគឺមិនខ្លាចមានសត្រូវបណ្ដាទៀតទេបាទស្លាញ់កូនណាគាត់បើកូនរួចហើយមកមើលខ្ញុំហើយដើរជាមួយកូនរបស់ខ្ញុំលើកទី1ហើយកូនប្តីរបស់គេនៅមិនទាន់ដើរទេហើយកំពុងតែក្តាប់កូនដៃរបស់ខ្លួនឯងទៀតផងស្រាប់តែមួយរំពេចនោះមកជឿយ៉ាងម៉េចចឹងអត់មួយរំពេចនោះស្រាប់តែមិនអូចុះក្រោយមកយ៉ាងម៉េចទៀតក្រោយមកយ៉ាងម៉េចទៀតសន្យានឹង5កុំ5មកកូនអសោះណាកុំ5មកកូនថាប៉ាសាថោកូនអសោះណាកូនត្រូវសន្យានឹងមកប៉ាថាកូនមួយណាកុំ5មកកូនថាប៉ាសាខោកូនណាប៉ាសុំទោសប៉ាថាកូនមួយកុំ5មកកូនអសោះណាគាត់បានសម្លាប់មនុស្សក្នុងស្ថានីយ៍ទាំងអស់តែវាយ៉ាងម៉េចគាត់ព្រមទាំងតែព្រោះតែសម្ដីខ្ញុំឲ្យម៉ាត់មកបាក់តែសំណាក់សន្តិភាពមួយចាំខ្ញុំតែវាយ៉ាងម៉េចជាង10ឆ្នាំមកនេះគាត់បានជួយរក្សាជីវិតមនុស្សច្រើនតែវាយ៉ាងម៉េចទៅខ្ញុំហើយនឹងកូនរបស់គាត់ក៏មិនអាចរស់នៅឡើងវិញបានដែរមិនទៅតែស្រីឲ្យឱកាសតកែប្រុសម្ដងទៅណាឥឡូវនេះគាត់តែអស់ឲ្យលេងទៅហើយតកែស្រីអើយណាមែនហើយលេងកំហឹងរបស់គាត់រលត់អស់ទៅហើយណាមួយល្អជាងម្នាក់ដទៃទៅទៀតផងមនុស្សមិនបានការដូចខ្ញុំនេះគ្មានអ្នកណាហ៊ានចាក់ចេញពីស្ថានីយ៍ទេគាត់សូម្បីតែទិញម្ល៉េះក៏ទិញខ្លួនឯងមកនេះគាត់រស់នៅឯកោខ្លាំងណាស់អត់មានតាក់ទងនឹងស្រីណាផ្សេងទៀតទេមានតែកូនប្រុសខ្ញុំទេដែលកំដរគាត់ហើយគាត់ស្ដាយក្រោយខ្លាំងណាស់នាងឲ្យឱកាសគាត់ម្ដងទៅគាត់ដល់ទៅគាត់ដល់ទៅណា
ពីព្រោះហើយផ្លេចទីឆ្នាំបំបត្តិការជាចាប់ឲ្យម្ដាយកូនហើយប្រកាសជាប៉ាស្លាប់ហើយ ហើយយ៉ាផ្លេចតែងឲ្យតំណឲ្យមីងសេមៃហើយគាត់ប្រកាសជាយំហើយ ការដល់មកវិញហើយកុំបងអ្នកទាំងអស់គ្នារាល់លើពេលដែលចេញទៅទិញអីវ៉ាន់តែទៅទិញរបស់ឲ្យពួកឯងដល់20យ៉ាងដែរផ្លេចទិញតែមួយគ្រឿងក៏មិនត្រូវពុកដែរ ពេលដែលលោកសម្រាមនោះមានគេគក់ច្បាច់ឲ្យហើយ មិនណាយ តែតកែស្អីមក